របៀបបង្កើត account TikTok ខ្លីៗងាយយល់ឆាប់ចេះបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកបងប្អូនពី technique ក្នុងការបង្កើត account TikTok បែបខ្លីៗងាយយល់ហើយនឹងឆាប់ចេះតែម្ដងអញ្ចឹងនៅពេលដែលយើងចូលកម្មវិធី TikTok បងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនអាចជ្រើសតាមរយៈ Google account មកបាទហើយបន្ទាប់មកទៀតយើងធ្វើការ select ជាមួយនឹង account Google មួយណាក៏បានដែរបើសិនជាបងប្អូនមានណាបាទយើងបង្កើតតាមហ្នឹងគឺងាយទេនៅពេលដែលយើងធ្វើការ select យក Google account ហើយវានឹងដំណើរការចូលទៅដល់កម្មវិធី TikTok របស់យើងហើយបងប្អូនឃើញទេបាទអញ្ចឹងតើយើងចុចភ្លាមគឺវាបង្កើតជាមួយនឹង account TikTok ឲ្យយើងភ្លាមតែម្ដងបាទអញ្ចឹងដើម្បីយើងចូលទៅឆែកមើលជាមួយនឹង account TikTok ដែលយើងបានបង្កើតមិញណាបងប្អូនគ្រាន់តែធ្វើការចុចកន្លែង profile របស់យើងមកបាទរួចហើយយើងនឹងឃើញវីដេអូ TikTok ដែលយើងបានបង្កើតដែរបងប្អូនឃើញទេបាទអញ្ចឹងងាយយល់តែម្ដងបងប្អូនបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកបងប្អូនពីគន្លឹះក្នុងការបង្កើតជាមួយនឹង account TikTok បែបខ្លីៗងាយយល់ហើយនឹងឆាប់ចេះតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងវីដេអូបង្កើត account TikTok អាច comment ខាងក្រោមបានអរគុណ